យើងមកសិក្សាភាសាចិនបន្តទៀតថ្ងៃនេះយើងរៀនពីពាក្យពន់ជាមួយនឹងអាកាសធាតុជាភាសាចិនអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងសម្រាប់ពាក្យទី1នេះគឺធានឈីប្រែថាអាកាសធាតុពាក្យទី2សាក់អ៊ូអញ្ចឹងកន្លែងអ៊ូនេះគឺមាត់មូលសាក់អ៊ូបកថាមេឃភ្លៀងពាក្យទី3អ៊ូអ៊ីបកថាអាវភ្លៀងអញ្ចឹងអ៊ូទៅនេះគឺមាត់មូលអ៊ីនេះគឺអានធម្មតាសំឡេងទី1អ៊ីនេះបានមកពីពាក្យថាអ៊ីហ្វូគឺសំលៀកបំពាក់អញ្ចឹងអ៊ូអ៊ីបកថាអាវភ្លៀងពាក្យទី4អ៊ូសានបកថាឆាត់អញ្ចឹងពាក្យពេញរបស់ឆាត់នេះគឺអានថាអ៊ូសានអញ្ចឹងអាពាក្យថាសានមួយម៉ាត់នេះក៏ឆាត់ដែរសានពេលខ្លះជនជាតិចិនគាត់និយាយកាត់គឺសានមួយម៉ាត់នេះគឺបកថាឆាត់ដូចគ្នាណាអូខេអញ្ចឹងពាក្យទី5មកមើលតួឯករបស់យើងតាំងពីដំបូងមកអញ្ចឹងយើងធ្លាប់រៀនតែពាក្យអាកាសធាតុមេឃភ្លៀងមេឃក្តៅខែរងាអីចឹងទៅក៏ប៉ុន្តែពាក្យថាទទួលឆាត់អ្នកខ្លះគាត់អត់ទាន់ចេះទេអញ្ចឹងពាក្យទទួលឆាត់នៅក្នុងភាសាចិនគឺយើងអានថាតាសានអញ្ចឹងតាមកពាក្យនេះបើយើងបកទៅគឺបកថាវាយឬក៏វាយហ្នឹងភាសាសាមញ្ញអញ្ចឹងដូចជាតាជាគឺវាយគ្នាដល់ពេលយើងប្រើតាបូកជាមួយនឹងឆាត់ទៅជាទទួលឆាត់វិញឬក៏បាំងឆាត់នឹងឯងអញ្ចឹងពាក្យទី5នេះអានថាតាសានបកជាភាសាខ្មែរគឺទទួលឆាត់អូខេអញ្ចឹងយើងមករៀនអំពីប្រយោគរបស់យើងម្ដងគឺមានប្រយោគចំនួន2គេអញ្ចឹងប្រយោគ A 天气要下雨了天气要下雨了អញ្ចឹង天气នេះបកថាអាកាសធាតុយ៉ាវនេះបើយើងបកមួយម៉ាត់នោះគឺត្រូវការឬក៏ចង់បើថាចង់បានអ្វីមួយអូខេសាក់អ៊ូនេះគឺភ្លៀងលក់នេះគឺហើយក៏ប៉ុន្តែនៅក្នុងពាក្យនេះធានឈីនេះយើងបកថាបកជាមួយនឹងមេឃភ្លៀងទៅជាមេឃរោគភ្លៀងហើយធានឈីយ៉ាវសាក់អ៊ូលមេឃរោគភ្លៀងហើយអញ្ចឹងធានឈីខាងលើពាក្យខាងដើមមិញគឺបកថាអាកាសធាតុក៏ប៉ុន្តែនៅពេលដែលគេប្រើជាមួយនឹងមេឃភ្លៀងគឺយើងបកថាមេឃរោគភ្លៀងហើយយើងសម្រួលជាភាសាខ្មែរឲ្យស្ដាប់មកវាពីរោះស្ដាប់គឺមេឃរោគភ្លៀងហើយធានឈីយ៉ាវសាក់អ៊ូលអូខេមើលប្រយោគ B 现在下雨了现在下雨了អញ្ចឹងសៀនចៃនេះប្រែថាឥឡូវនេះសាក់អ៊ូលភ្លៀងហើយបកជាភាសាខ្មែរយើងសម្រួលមកឲ្យងាយស្ដាប់ទៅពីរោះស្ដាប់គឺឥឡូវនេះមេឃកំពុងភ្លៀងហើយសៀនចៃសាក់អ៊ូលសៀនចៃសាក់អ៊ូលអូខេអញ្ចឹងអស់ហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនគិតថាវីដេអូនេះមានប្រយោជន៍អាចជួយចែករំលែកបន្តបានបើសិនជាមានចម្ងល់សំណួរឬក៏សំណុំពរពាក្យបង្រៀនបន្ថែមអាចខមមិនខាងក្រោមបានសូមអរគុណ